លពីប្រេងនេះនៅក្បែរចៃភូមិដ៏ស្ងប់ស្ងាត់មួយមានជំរកស្រូវចាស់ទ្រុឌទ្រោមមួយដែលជាទីជំរកដ៏សុខសាន្តរបស់សត្វកណ្ដុរតូចមួយក្បាលកណ្ដុរនេះមានរូបរាងស្គមស្កាំងសក់ទន្ទ្រើងនិងមានភ្នែកមូលក្រឡង់ដែលពោពេញដោយភាពវៃឆ្លាតប៉ុន្តែអ្វីដែលធ្វើឲ្យវាខុសប្លែកពីសត្វកណ្ដុរដទៃទៀតនោះគឺចិត្តលោភលន់មិនចេះស្កប់ស្កល់របស់វាទោះបីជាវារកចំណីបានច្រើនយ៉ាងណាក៏ដោយក៏វាតែងតែមានអារម្មណ៍ថាវាមិនទាន់គ្រប់គ្រាន់សម្រាប់ក្រពះតូចរបស់វាឡើយហើយវាតែងតែយល់សប្តិឃើញភ្នំចំណីដ៏មហិមាដែលវាអាចស៊ីបានរហូតដល់អស់មួយជីវិតដោយមិនចាំបាច់ចេញទៅរកខាងក្រៅឲ្យហត់នឿយរៀងរាល់ថ្ងៃវាតែងតែដើរល្បាតជុំវិញជំរកស្រូវដើម្បីស្វែងរកឱកាសមាសដែលនឹងធ្វើឲ្យវាក្លាយជាស្ដេចកណ្ដុរមានបានបំផុតនៅក្នុងតំបន់នោះរាត្រីមួយខណៈដែលពន្លឺព្រះច័ន្ទចាំងផ្លែកកាត់តាមចន្លោះដំបូលជំរកកណ្ដុរតូចបានធំក្លិនក្រអោបឈ្ងុយឈ្ងប់ប្លែកខុសពីធម្មតាមួយដែលបុកមកតាមខ្យល់ត្រជាក់នៃរដូវរងាវាបានលើកចំនួនហេតុក្លិននឹងយ៉ាងយកចិត្តទុកដាក់បំផុតហើយដើរតាមប្រភពក្លិននោះរហូតដល់បានជួបនឹងកន្ត្រាក់ឫស្សីដ៏ធំមួយដែលគេដាក់នៅជ្រុងម្ខាងនៃផ្ទះបាយកសិករនៅក្នុងកន្ត្រាក់នោះពោពេញទៅដោយក្របពោតពណ៌លឿងទុំភ្លីរលោងនិងមានក្លិនឈ្ងុយគួរឲ្យចង់ទទួលទានជាពន់ពេកកណ្ដុរតូចសប្បាយចិត្តជាខ្លាំងវារំលែកជុំវិញកន្ត្រាក់នោះដោយភាពរំភើបញាប់ញ័រវាបានព្យាយាមរកច្រកចូលប៉ុន្តែកន្ត្រាក់នោះត្រូវបានគេគ្រប់ចិត្តយ៉ាងណានជាមួយនឹងបន្ទះឫស្សីក្រាស់ៗទោះជាយ៉ាងណាក៏ដោយដោយសារតែការចង់បានដ៏ខ្លាំងក្លាវាបានខិតខំពិនិត្យមើលគ្រប់ជ្រុងជ្រោយនៃទូបាតកន្ត្រាក់រហូតដល់បានឃើញប្រហោងតូចមួយដែលសត្វល្អិតបានចោទទុកចោលប្រហោងនោះមានទំហំតូចណាស់សូម្បីតែក្បាលរបស់វាក៏ស្ទើរតែចូលមិនរួចដែរប៉ុន្តែដោយសារតែភាពស្គមស្កាំងខ្លាំងនឹងការតាំងចិត្តដ៏មុតមមកណ្ដុរបានព្យាយាមច្របាច់ខ្លួនញ៉ាត់ពួកនិងរស់ច្រើនយ៉ាងលំបាករហូតដល់វាអាចចូលទៅក្នុងកន្ត្រាក់នោះបានដោយជោគជ័យនៅពេលដែលវាបានចូលទៅដល់ខាងក្នុងវាហាក់ដូចជាបានធ្លាក់ទៅក្នុងឋានសួគ៌នៃចំណីអាហារដែលវាធ្លាប់តែយល់សប្តិឃើញក្របពួតរាប់ពាន់ក្របបានគួរជានិមិត្តរូបនៃទ្រព្យសម្បត្តិនៃចំពោះវាដោយមិនបង្អង់យូរកណ្ដុរលោភលន់ចាប់ដើមស៊ីយ៉ាងគំហុកនិងដោយមិនប្រុងប្រយ័ត្នវាមិនត្រឹមតែស៊ីដើម្បីចម្អែតក្រពះនោះទេប៉ុន្តែវាស៊ីដើម្បីបំពេញនូវភាពស្រេកឃ្លានដែលគ្មានទីបញ្ចប់នៅក្នុងចិត្តរបស់វាមិនបានគិតអំពីថ្ងៃស្អែកឬគិតអំពីសុវត្ថិភាពឡើយអ្វីដែលនៅក្នុងចិត្តរបស់វានៅពេលនោះគឺការស៊ីឲ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបានម៉ោងបានកន្លងផុតទៅយ៉ាងលឿនក្នុងភាពស្ងប់ស្ងាត់នៃរាត្រីកណ្ដុរតូចនៅតែបន្តស៊ីមិនឈប់ឈរសំឡេងកកែក្របពោតរបស់វាបន្លឺឡើងតិចតិចពេញក្នុងកន្ត្រាក់ពួករបស់វាដែលធ្លាប់តែស្គមផុតចាប់ដាវរីកធំឡើងរហូតដល់តឹងណែនដូចជាស្ករដែលគេខំវាយបំប៉ោងវាមិនអាចបត់បែនខ្លួនបានស្រួលដូចមុនឡើយប៉ុន្តែភ្នែករបស់វានៅតែសម្លឹងមើលក្របពោតដែលនៅសេកសល់ដោយកណ្ដេប្រាថ្នាមិនចង់ចាកចេញរហូតដល់ពេលដែលវាមានអារម្មណ៍ថាដង្ហើមរបស់វាចាប់ផ្ដើមថប់និងមិនអាចលេបចូលសូម្បីតែមួយគ្រាប់ទៀតបានទើបវាសម្រេចចិត្តថានឹងត្រឡប់ទៅរន្ធរបស់វាវិញដើម្បីសម្រាកកាយឲ្យបានស្រួលវាបានដើរយឺតទាំងត្រដាប់ត្រដួសឈួសទៅរកប្រហោងតូចដែលវាបានចូលមកកាលពីមុនដោយក្តីជឿជាក់ប៉ុន្តែនៅពេលដែលវាកំពុងព្យាយាមលួនចេញតាមប្រហោងនោះភាពរន្ធត់មួយបានកើតឡើងភ្លាមក្បាលរបស់វាអាចចេញរួចប៉ុន្តែពួកដ៏ធំធាត់ដែលពោពេញដោយក្របពោតបានជាប់កាំងនៅត្រឹមពាក់កណ្ដាលភ្លើយ៉ាងណែនវាកាន់តែខំរុញខ្លួនចេញវាកាន់តែមានអារម្មណ៍ឈឺចាប់និងថប់ដង្ហើមវាបានព្យាយាមដកដង្ហើមវែងហើយខំប្រាំងរុញទៅមុខម្ដងទៀតដោយកម្លាំងទាំងអស់ដែលមានប៉ុន្តែលទ្ធផលនៅតែដដែលគឺវាបានជាប់កាំងស្លាប់ក្រឡៅនៅទីនោះភាពភ័យខ្លាចចាប់ផ្ដើមគ្រប់ដណ្ដប់លើចិត្តរបស់វាខណៈដែលវាយល់ឃើញថាខ្លួនប្រាណរបស់វានៅពេលនេះបានផ្លាប់ដកទ្រង់ទ្រាយទាំងស្រុងដោយសារតែភាពលោភលន់ដែលមិនបានគិតគូរវែងឆ្ងាយធ្វើមិនទៅខ្ញុំមិនអាចចេញបានទេព្រះអើយជួយខ្ញុំផងកណ្ដុរតូចស្រីធ្ងរតិចដោយក្តីអស់សង្ឃឹមនិងស្ដាយក្រោយជាពន់ពេកវាកំពុងជាប់អន្ទះនៅក្នុងកំណត់ចំណីដែលវាស្រឡាញ់បំផុតហើយចំណីទាំងនោះកំពុងតែក្លាយជាឃាតករសម្រាប់វាខណៈដែលវាកំពុងតែខិតខំរើបំរាស់យ៉ាងខ្លាំងស្រាប់តែមានស្រមោលខ្មៅដ៏ធំមួយបានលេចឡើងនៅក្បែរកន្ត្រាក់ព្រមជាមួយសំឡេងចំហៀនជើងដែលដើរមកយឺតសំឡេងដកដង្ហើមធំនិងបន្លឺភ្នែកពណ៌បៃតងពីរបានធ្វើឲ្យបេះដូងកណ្ដុរលូតញាប់ស្ទើរតែធ្លាយចេញពីទ្រូងគ្រោះថ្នាក់ដ៏ធំដែលវាមិនធ្លាប់រំពឹងទុកកំពុងតែខិតជិតមកដល់ចំពេលដែលវាមិនអាចរត់គេចខ្លួនទៅណាបានឡើយទុកឲ្យវាប្រឈមមុខនឹងវាសនាដ៏ខ្មៅងងឹតវាសនាដ៏ខ្មៅងងឹតដែលកណ្ដុរតូចកំពុងប្រឈមមុខនោះគឺជារូបរាងដ៏គួរឲ្យខ្លាចរបស់ឆ្មាខ្មៅដ៏ធំសម្បើមមួយដែលមានឈ្មោះល្បីខាងចាប់សត្វកណ្ដុរមិនដែលខុសម្ដងណាឡើយនៅក្នុងផ្ទះបាយនេះកណ្ដុរតូចញ័រត្រត្រតហាក់ដូចជាបេះដូងរបស់វាចង់ឈប់លោតភ្លាមនៅចំពោះមុខមច្ចរាតដ៏មានអំណាចមួយនេះវានៅស្ងៀមមិនហ៊ានកម្រើកសូម្បីតែរោមមើលសរសៃក៏ព្រោះតែខ្លាចក្រញ៉ាំជើងដ៏មុតស្រួយនោះចន្លោះកន្ត្រកប៉ុន្តែក្លិនខ្លួនរបស់វាដែលក្រអូបដិតដាមទៅដោយក្លិនក្របធញ្ញជាតិដ៏ល្អបានធ្វើឲ្យឆ្មាដឹងយ៉ាងច្បាស់ថាមានចំណីដ៏មានជាតិម្នាក់កំពុងជាប់អន្ទាក់នៅក្នុងកន្ត្រកឫស្សីនេះជាស្រេចទៅហើយឆ្មាខ្មៃចាប់ផ្ដើមដើរក្រឡឹងជុំវិញកន្ត្រកយ៉ាងយឺតបង្កជាសំឡេងគ្រិចនៅលើកម្រាលឈើចាស់ដែលធ្វើឲ្យសរសៃប្រសាទរបស់កណ្ដុរតូចតាមតឹងស្ទើរតែដាច់
ភ្នែកពណ៌បៃតងระเบิดឆ្មាសម្បឹងជួលតាមប្រហាំកំត្រកហាក់ដូចជាវាកំពុងសើចចំអកឲ្យភាពល្ងងខ្លៅរបស់សត្វកណ្ដរដែលធ្លាក់ក្នុងអន្ទែកដោយសារតែក្រពះរបស់ខ្លួនឯងនៅក្នុងស្ថានភាពដ៏អាសន្ននិងពោពេញដោយភាពភ័យខ្លាចនេះកណ្ដរទួយចាប់ផ្ដើមបន្ទោសខ្លួនឯងជាខ្លាំងចំពោះភាពលោភលន់ដែលមិនចេះស្កប់ស្កល់របស់វាប្រសិនបើខ្ញុំស៊ីត្រឹមតែឆ្អែតបន្តិចបន្តួចហើយប្រញាប់ជិនទៅវិញម្ល៉េះសមពេលនេះខ្ញុំកំពុងដេកយ៉ាងលូកស្រួលនៅក្នុងរន្ធដ៏សុវត្ថិភាពរបស់ខ្ញុំបាត់ទៅហើយវាគិតក្នុងចិត្តយ៉ាងទឹកភ្នែកហូររហាមស្រក់ចុះមុខនៃកំណរស្រូវរកការខិតខំរើបំរាស់កំឡងមុខមិនត្រឹមតែមិនបានជួយឲ្យវាជិនរួចនោះទេតែថែមទាំងធ្វើឲ្យវាកាន់តែអស់កម្លាំងនិងមានរបួសដោយសារការកកិតជាមួយនឹងងាត់រុនដ៏តូចចង្អៀតថែមទៀតផងពោះដ៏ធំរបស់វាដែលធ្លាប់ជាមោទនភាពនៃការស៊ីបានច្រើនពេលនេះបានក្លាយជាបន្ទុកដ៏ធ្ងន់បំផុតដែលរារាំងផ្លូវរស់របស់វានិងកំពុងនាំវាទៅរកសេចក្តីស្លាប់ដ៏គួរឲ្យតក់សុទ្ធបំផុតខណៈដែលឆ្មាខ្មៅរៀបនឹងលូកជើងដ៏ធំរបស់វាចូលមកក្នុងកន្ត្រកដើម្បីចាប់ទាញកណ្ដូលចេញស្រាប់តែមានសំឡេងស្រែកខ្លាំងៗចេញពីខាងក្រៅផ្ទះបាយថាភ្លើងឆេះហើយឆាប់ក្រោកឡើងអេរាល់គ្នាសំឡេងដ៏អាសន្ននោះបានធ្វើឲ្យឆ្មាខ្មៅផ្អើលយ៉ាងខ្លាំងហើយដោយសារសភាវគតិនៃការរុករានវាបានលោតចេញពីកន្ត្រកភ្លាមដើម្បីរត់គេចខ្លួនទៅរកកន្លែងសុវត្ថិភាពខាងក្រៅផ្ទះកណ្ដូលតូចមានអារម្មណ៍ថាដូចជាមានទេវតាមកជួយសង្គ្រោះវានៅនាទីចុងក្រោយប៉ុន្តែភាពរីករាយរបស់វាមានត្រឹមតែមួយប្រព្រឹត្តភ្នែកប៉ុណ្ណោះសែងខ្មៅដ៏ក្រាស់ចាប់ផ្ដើមហុយជួលមកក្នុងផ្ទះបាយយ៉ាងលឿនតាមប្រហោងទ្វារហើយកម្ដៅនៃអណ្ដាតភ្លើងដែលកំពុងឆាបឆាក់យ៉ាងសន្ធោសន្ធៅក៏ចាប់ផ្ដើមចាក់មកលើកន្ត្រកដែលវាជាប់ឃុំធ្វើឲ្យវាមានអារម្មណ៍ថាកំពុងតែនៅក្នុងឡាដុតដោយក្តីអស់សង្ឃឹមនឹងការភ័យខ្លាចដល់កម្រិតកំពូលកណ្ដូលតូចបានសម្រេចចាត់ធ្វើរឿងមួយដែលវាមិនធ្លាប់គិតពីមុនមកក្នុងជីវិតរបស់វាចាប់ផ្ដើមខ្ចាក់ចំណីដែលវាបានស៊ីចូលទៅក្នុងពោះទាំងអស់ចេញមកវិញទោះបីជាវាមានការឈឺចាប់ក្នុងក្រពះនិងមានការស្ដាយសំណោះចំណីដ៏ឈ្ងុយឆ្ងាញ់យ៉ាងណាក៏ដោយវាដឹងច្បាស់ថាជីវិតមានតម្លៃជាងអាហារឆ្ងាញ់ៗទាំងនេះឆ្ងាយណាស់ហើយភាពលោភលន់គ្មានផ្ដល់អ្វីក្រៅពីទុកទោសនោះទេខណៈដែលអណ្ដាតភ្លើងចាប់ផ្ដើមឆាបឆេះមកដល់ជញ្ជាំងផ្ទះបាយនៅដំបូលកណ្ដូលតូចព្យាយាមខ្ចាក់គ្រាប់ធ្នីចិត្តចិនម្ដងមួយរហូតដល់ពោះរបស់វាចាប់ផ្ដើមស្រក់ចុងបន្តិចម្ដងប៉ុន្តែពេលវេលាកំពុងតែខិតជិតមកដល់ទីបញ្ចប់ហើយកម្លាំងរបស់វាក៏កាន់តែខ្សោយទៅដោយសារតែសែងដ៏ក្រាស់ដែលធ្វើឲ្យវាពិបាកដកដង្ហើមនិងធ្វើឲ្យភ្នែករបស់វាស្រវាំងមើលអ្វីមិនច្បាស់ស្រាប់តែមានមែកឈើដែលឆេះរោលមួយបានធ្លាក់ចុះមកចំកន្ត្រកពីលើដំបូលបណ្ដាលឲ្យកន្ត្រកនោះដាច់ខ្សែចងហើយក្រឡាប់ទៅម្ខាងយ៉ាងខ្លាំងកណ្ដូលតូចខ្ទាតចេញពីគំនរចំណៃដែលវាកំពុងលេះខ្លួនហើយធ្លាក់មកលើកម្រាលឈើដែលកំពុងតែក្តៅហួតហែងនិងពោពេញទៅដោយរងើកភ្លើងវាព្យាយាមងើបឈរទាំងក្រដកខ្យល់សម្លឹងមើលទៅរុនដែលវាធ្លាប់ចូលមកក៏ឃើញថាផ្លូវនោះត្រូវបានបិទជិតដោយកំទេចឈើដែលកំពុងឆេះសន្ធោសន្ធៅឥឡូវនេះវាមិនត្រឹមតែត្រូវតស៊ូជាមួយពស់ដែលនៅតែធំជាងរុនធម្មតាបន្តិចបន្តួចនោះទេប៉ុន្តែវាត្រូវស្វែងរកផ្លូវចេញថ្មីនៅក្នុងសមុទ្រអណ្ដាតភ្លើងដែលកំពុងតែឡោមព័ទ្ធជុំវិញខ្លួនវាគ្រប់ទិសទីសំឡេងឈើបាក់បែកនិងកម្ដៅដ៏ក្តៅក្រហាយបានធ្វើឲ្យវាដឹងថាឱកាសចុងក្រោយដើម្បីរស់រានមានជីវិតរបស់វាកំពុងតែរលាបាត់បន្តិចម្ដងប្រសិនបើវាមិនអាចធ្វើការសម្រេចចិត្តដ៏ក្លាហានបំផុតក្នុងជីវិតនិងស្វែងរកផ្លូវចេញឲ្យឃើញជ្រុងពេលដ៏ខ្លីបំផុតនេះទេវានឹងក្លាយជាភ័ក្រផុងជាមួយភាពលោភលន់របស់វាជាមិនខានវានឹងក្លាយជាភ័ក្រផុងជាមួយភាពលោភលន់របស់វាជាមិនខានប្រសិនបើវានៅតែបន្តស្ទាក់ស្ទើរក្នុងគ្រាដ៏អាសន្នបន្ទត់នេះកណ្ដូលតូចចាប់ដើមដកដង្ហើមញាប់ខណៈដែលផ្សែងខ្មៅដ៏ក្រាស់ឃ្មឹកបានចូលទៅក្នុងសួតរបស់វាបង្កជាកាយឈឺចាប់ដូចជាគេយកម្ជុលមកចាក់ចូលជ្រៅវាសម្លឹងមើលទៅជុំវិញដោយកែវភ្នែកដែលពោពេញដោយភាពភ័យខ្លាចបំផុតក្នុងជីវិតកម្ដៅដែលកើនឡើងជាលំដាប់បានធ្វើឲ្យរោមរបស់វាចាប់ដើមរួញនិងរោលខ្លោចយ៉ាងលឿនបំផុតក្នុងចិត្តរបស់វាឥឡូវនេះគ្មានអ្វីក្រៅពីការស្ដាយខ្លាចយ៉ាងខ្លាំងក្លាចំពោះទង្វើល្ងីល្ងើដែលវាបានប្រព្រឹត្តនោះក្របធញ្ញជាតិដ៏មានតម្លៃដែលវាបានលួចស៊ីរហូតដល់ប៉ោងពោះឥឡូវនេះបានคล้ายជាចង្វាក់មរណៈដែលចង់ភ្ជាប់វាទៅនឹងសេចក្តីស្លាប់ដែលកំពុងខិតជិតមកដល់ដោយដឹងថាពេលវេលារបស់វាជិតអស់ហើយកណ្ដូលតូចបានបង្ខំចិត្តធ្វើរឿងមួយដែលវាមិនធ្លាប់គិតពីមុនមកក្នុងមួយឆាកជីវិតរបស់វាបានព្យាយាមខ្ជាក់ក្របធញ្ញជាតិដែលវាបានលេបចូលទាំងកំរោលនោះចេញមកវិញម្ដងមួយក្របដើម្បីឲ្យពោះរបស់វាស្រាក់ចុះមកសភាពដើមវិញឲ្យបានឆាប់បំផុតជារៀងរាល់ក្របដែលវាខ្ចាក់ចេញវាមានអារម្មណ៍ថាសោកស្ដាយអាហារទាំងនោះក្នុងចិត្តប៉ុន្តែការចង់រស់រានមានជីវិតមានឥទ្ធិពលខ្លាំងជាងភាពលោភលន់របស់វាឆ្ងាយណាស់នៅពេលដែលពោះរបស់វាចាប់ផ្ដើមរួមតូចបន្តិចវាក៏ប្រមូលកម្លាំងទាំងអស់ដែលមានរួចលោតសន្ធៅទៅរកប្រហោងចិញ្ចាំងដែលកំពុងឆេះសន្ធៅនោះសំឡេងឈើបាក់ស្រុតចុះមកយ៉ាងខ្លាំងលួនលឺពីចង្រុកហាក់ដូចជាសំឡេងនៃយមរាតដែលកំពុងដេញតាមប្រភេទប្រភ័យពីក្រោយខ្នងរបស់វា
ขณะได้เวียสำรุกโจลตะครงประหองเชอได้กำปุงแฉะสันเทาสันถึงกำดาวดอกแซนกระดาวกระหายบานรุเลียกสบายระเบาเวียสเตอร์แต่คลาวออกแต่งสรงปีกบาลระโหดดอลจงกันตุยการชี้จับนุคลังระโหดดอลเวียสเตอร์แต่สันลับบัตสมาระใดเตยหายปนตาเวียบานคำทมิงสู่ตรอมนึ่งรุลคล้วนเตมุกดอยเพียบตอกสลุดเจตีบำพดจึงตัวได้ยอรันทดระบบเวียบ้านจวนเลือกำติเชอได้กระดาวงมปนท้ายเวียไลน์ควอลปีการชี้จับเต็งเตียดหายพรุกระไดสังคมแต่มวยกดคือขจรอากาศดอกกระเจ็บในข้างไกลในวินิตีจงกรอยบำพดมุนเปลได้ดำบูลจังรุกเตียงมูลบ้านบักสรุดจอกมกสังกัดเลยเอาไว้กรุบยางได้ในข้างขนงกันดาวโต้ยบ้านรุนคลวนเจนปีประหังจึงเอียดนุหายดวนตือเลยได้ตระแจกข้างไกลอย่างดำนำวีบ้านรมเลียลคลวนโจตึกขนมสมัยได้เสริมดาวตึกสันเสริมเนียเปียเรตรีดำใบพันหลุดเพลิงได้กำปงแชโรเลยรมระบาเวียเอาโรลุดตัววิงเวียได้ดดดังห้าวขับลับยอบขณะได้แก้วพิเนกดอตุนสาวระบาเวียสำลึงเมื่อตืออันดาดเพลิงปอกระหอมใจได้กำปงเล็บตระบะรอนเอาไว้ตั้งอ้อในขนมจึงรุกเปลนี้เอาไว้กรุบยางบานโรเลียบัดออกปีมุกระบาเวียซอลตรมแต่แสงขม้าวหนึ่งแผะพ้องในพีบลบล้นได้บานบังเรียนเมเรียนจีวัดดอจุจุดดอลเวียกันดาวโต้ยเมียนอารมณ์ชื่อจับสาเป็นเรียงกายแดโรเลียคลาวด์ปันใต้คลองจัดระบบเวียบายจีเมียนปันลื้อในปัญญาทำไมมุ้ยกาดลางอย่างจำไลเวียบานยลอย่างฉบับท่าชีวิตดอสามันมุ้ยคือเมียนต้นไลเจียงครอบสมบัติหรืออาหารได้เลือปีตำเรือการจำไประบบคลวนประสันบาเวียมันโลบล้นจ่องบานจรานจรุลหัวแฮดเปกเตวีก็มันเตยบัดบองโรมดอสรอสอาร์ตนึ่งเตยรงระบบปิงคลวนได้สื่อแต่ยกชีวิตมันรวยแบบนี้ได้จับปีเปียนลูโมคอนโดได้ทลอบแต่ลบเลือนรูปนี้บ้านสำหรับจัดพลาดโดครูนให้เตียงสรงเอาคล้ายจิตสัตว์ทำไมเวียบ้านโรหเนขนมเปรย์โดยพีบเจสกอบสกอลนึ่งมันตาหินลุดซีเอาไว้เลือปีตำเรการจำบัดในกระเประบบเวียติดลอยสลักสนามรอเลียกเดอทอมเลือขนมระบบเวียบ้านคล้ายจีเครื่องรมลักสมาระไดแดดเด็ดจวบขนมจัดเจียนในช้าสักได้หลบล้นคือจีอันเตียกดอกรูถนักบำพดแดดน้อมเตโรกาวินีหันเฮาจีมันขานเรื่องราวในชีวิตระบอบเวียไตรบานสัตว์ดอเตเตียดในขนมไพรยกหมอกดำน้ำปรับกูนเจ้าจำนวนกร้อยดำใบอ่อยโปเกยูลดังปีตำไลในเพียบสกอบสกอลหนึ่งกรุธนักในจัดแดมันเจชแอชอนกันบอลตัวได้เทือบแต่เกิดแต่ปีพอประโยชน์ต่อคล้วนอีเหล่านี้บานคล้ายจีกลมรู้หนึ่งแยะแจ้กรมเล็กบอดปีศาจดอมินตำไลบำพดสำหรับสัตว์ลูกเถียงปวงได้จ้องรู้เนยดาวสุกสานตู้ใบจีเวียมันมีรูปเรียงสระสะอาดโดยกาปีมุนเปิ้นใต้วีมีปรัชญาดอกพลือสว่างหนึ่งสิกระไดสุกเพลวจัดได้อาหารโดยชงวิชงานบำพดในเลยโลกก็มันอายประดาลเอาเวียบานลอยพีบสงบสงัดในราตรีนู้บ้านนอมหมอกในชีวิตทำไมแด่ปูปิงดอยอัธนัยหนึ่งกายโยดดังปีเปียกท้าละโมม